ប្រកាសអាសន្នក្រុមប្រាប់កសិករទាំងអស់ឲ្យចុះប្រមូលផលភ្លាមមិនថាផ្លែឈើក្រហមប៉ុណ្ណាទេទោះផ្លែទើបតែចាប់ផ្ដើមប្រែពណ៌មុនម៉ោង 12 យប់នេះត្រូវតែផ្លែឈើរ៉េ 1000 រ៉េនេះរើសហើយដាក់ឡានឲ្យចប់លោកចេនឃ្លាំងមានរឿងអីហ្នឹងមិនមែនថាស្អែកព្រឹកទើបបើកចំការឲ្យគេមករើទេហេតុអ្វីបេះឥឡូវអត់មានពេលពន្យល់ទេជុះព្រៅធំ100ឆ្នាំម្ដងហៀបនឹងមកដល់ទៅយកកន្ត្រៃនិងកន្ត្រកមកទោះរើសយកទៅទុកក្នុងទូរក៏ដោយប្រសើរជាងទុកឲ្យវាងាប់នៅលើដើមអ្នកណាហ៊ានប៉ះដើមឈើលុយរបស់អញលោកចៅឆាវឈួតហើយឬហេតុអីកាត់សម្លេងប្រកាសអាសន្នខ្ញុំឈួតខ្ញុំថាអ្នកអានសៀវភៅរឿងនេះទេដែលឈួតស្អែកអ្នកទិញផ្លែឈើស្រស់ធំក្នុងក្រុងមកកាត់ខ្សែបូនិងដឹកទំនិញនៅនឹងកន្លែងទៅប្រមូលភើលើអញដឹងទេផ្លែឈើរីទាំងនេះទុកលើដើម24ម៉ោងវានឹងប្រែពីក្រហមទៅជាស្វាយក្រហមលំដាប់កម្ពស់បើប្រែទៅជាស្វាយក្រហមតម្លៃ1គីឡូនឹងឡើងថែម10យ៉នទេ1000រ៉ៃនោះគឺប្រាក់ចំណេញជាង200លានឥឡូវអញរើសមុនថ្លៃខុសគ្នាអ្នកយកលុយខ្លួនឯងសឹងអញទេ2លានយ៉នចៅយោឆៃអញមើលការប្រមានក្រហមពីការិយាល័យឧតុនិយមយប់នេះព្យុះព្រៅធំនឹងបិទភ្នំសេតុនហភាពដក10ផ្លែឈើរីជាផ្លែបឺរីបើសេតុនហភាពក្នុងផ្ទះកញ្ចក់ធ្លាក់ក្រោមសូន្យទឹកក្នុងផ្លែនឹងក៏ហើយពង្រីកព្រឹកស្អែកថ្ងៃរះមកទាំងអស់នឹងคล้ายជាភក់រលួយហាសាច់ស្លាប់ហើយហាឆេនហ្វេងអញទើបតែឆ្លងកាត់ជីវិតលំបាកប៉ុន្មានថ្ងៃព្រឹកបន្តិចក៏ភ័យខ្លាចដល់ខោជោគខ្ញុំធ្វើស្រែចម្ការ30ឆ្នាំអំបិលខ្ញុំញ៉ាំច្រើនជាងបាយអញទៅទៀតភូមិយើងមានពាក្យថាព្រៅច្រើនបង្ហាញឆ្នាំល្អអញដឹងទេព្រៅបន្តិចបន្តួចអីផ្ទះកញ្ចក់ខ្ញុំចំណាយប៉ុន្មានលានទិញដែកនិងក្រណាត់ការពារកម្រអញគិតថាវាធ្វើពីក្រដាសធ្លាក់ព្រៅទេធ្លាក់ព្រៅក៏មិនបាក់ផ្ទះកញ្ចក់ខ្ញុំដែរផ្លែឈើក្នុងនោះក្តៅស្រួលអញមិនព្រមទេល្អពុកសកលទៅឃ្លាំងប្រេងម៉ាស៊ូភ្លាមទាញម៉ាស៊ីនកម្ដៅទាំងអស់ចេញមកចុះរនខ្យល់ផ្ទះកញ្ចក់មិនប្រមូលផលទេត្រូវដុតម៉ាស៊ីនម៉ាស៊ូពេញមួយយប់កុំខ្លាចចំណាយលុយដុតតាមស្តង់ដារម៉ាស៊ូ300គីឡូក្រាមក្នុងមួយបញ្ហាខ្ញុំទទួលខុសត្រូវតែម្នាក់ឯងជប់ទាំងអស់គ្នាទឹកប្រេងម៉ាស៊ូចិនហ្វុងអ្នកគិតល្អណាស់ប្រេងម៉ាស៊ូ100ធុងក្នុងឃ្លាំងសហករណ៍ខ្ញុំចំណាយលុយជាង100ទិញទុកជាបន្ទាន់កញ្ចក់1000រ៉ៃម៉ាស៊ីនកម្ដៅរាប់សិបគ្រឿងបើកពេញមួយប្រេងដុតមួយយប់គ្រប់គ្រាន់សម្រាប់ខ្ញុំទិញឡានមួយគ្រឿងលុយខ្ញុំមិនមែនមកពីលើមេឃទេដោយសារការព្យាករណ៍អាកាសធាតុឥតប្រយោជន៍របស់ឯងឲ្យខ្ញុំដុតលុយរាប់សែនដោយមិនអាចទេសន្តិសុខទៅចាក់សល់ទ្វារឃ្លាំងប្រេងដោយខ្សែដៃបើគ្មានសល់ខ្ញុំទេអ្នកណាហ៊ានប៉ះប្រេងមួយដុំខ្ញុំនឹងបាក់ជើងវាចៅយោឆៃអញចង់រកលុយ2លានពីភាពខុសគ្នានៃគុណបដិសេធមិនប្រមូលឥឡូវនេះដើម្បីសន្សំប្រេងអញបដិសេធមិនឲ្យកម្ដៅនេះជាការភ្នាល់លើភាគលាភរបស់អ្នកភូមិទាំងភ្នាល់លើទ្រព្យសម្បត្តិ15លានខ្ញុំជាប្រធានសហករណ៍ខ្ញុំវិនិយោគលុយច្រើនខ្ញុំមានសិទ្ធិសម្រេចចិត្តដាច់ខាតចិនហ្វុងខ្ញុំធុញទ្រាន់នឹងឯងយូរហើយរាល់ថ្ងៃយករោមមាន់មកធ្វើជាយកទិន្នន័យវិទ្យាសាស្ត្រអីមកសង្កត់អញបើឯងខ្លាចព្រើលណាអញ្ចឹងឯងចុះហត្ថលេខាចេញទៅលើបើចុះហត្ថលេខាចំការនេះចំណេញគ្មានអ្វីពាក់ព័ន្ធនឹងឯងទេស្អែកលុយ15លានរបស់ខ្ញុំចូលកណ្ណីកុំច្រណែនអីខ្ញុំចុះហត្ថលេខាសង្ឃឹមថាព្រឹកស្អែកឯងនៅតែញ៉ាំបានហាអញចេះគិតឲ្យវាមកចាក់វានៅក្នុងបន្ទប់ឧបករណ៍កសិកម្មឲ្យក្មេងនេះគិតច្រើនពេកយកចេញមកបើកម៉ាស៊ីនច្រូតរបស់ខ្ញុំធ្វើស្វាយក្រហមរបស់ខ្ញុំលក់បានតម្លៃខ្ពស់ហើយឲ្យមនុស្សល្ងើនេះចេញមកឲ្យវាឃើញភ្នែករៀនពីរបៀបធ្វើស្រែចម្ការសន្តិសុខ2នាក់ចូលមកខាងម្នាក់ចាប់ដៃខ្ញុំបង្ខំខ្ញុំឲ្យខ្លាចជាអ្នកគ្រប់គ្រងការវិភាគតែពេលត្រូវគេដឹកទៅងើយមើលមេឃខាងក្រៅបង្អួតមួយពេលថ្ងៃលិចដែលគួរមានបានបាត់ទាំងស្រុងអ្វីដែលមកជំនួសគឺជាពុកខ្មៅក្រាស់ដូចភ្នំការដាក់ទុនកម្មរបស់ព្រះជាម្ចាស់នឹងមកដល់ឆាប់ទ្វារដៃធ្ងន់នៃបន្ទប់ឧបត្រូវបានបិទយ៉ាងខ្លាំងពីខាងខ្ញុំត្រូវបានគេចាក់សោក្នុងឃ្លាំងចាស់ងឹតនៅទីនេះគ្មានម៉ាស៊ីនចូលគ្រប់ក្លិនប្រេងម៉ាស៊ីនពេញអាកាសនិងក្លិនថ្នាំពុលខ្ញុំមើលតាមជញ្ជាំងកង្ហារតូចនៅលើចាំមើលមេឃខាងក្រៅយ៉ាងដិតដល់រហូតដល់ម៉ោង11ខ្យល់ខាងជើងស្ងួតត្រជាក់ពីស្រាប់តែបន្លឺសំឡេងដូចសត្វយំគួរឲ្យរន្ធមម៉ែត្ររបស់បោកលេខលើវាធ្លាក់ដូចលោតទឹកខ្ពស់ក្នុងរយៈពេលកន្លះម៉ោងពី3អង្សាលើ0ឲ្យធ្លាក់ដល់ក្រោម8អង្សាហើយកំពុងបន្តដោយគួរឲ្យជារាលដាលយ៉ាងលឿនព្យុះព្រៅស្នឹងមកដល់ហើយអ្វីដែលគេហៅថាបាកាហ្វូតដ៏គួរឲ្យខ្លាចបំផុតនៅភាគខាងជើងខ្យល់ព្យុះបក់ព្រៅនឹងទឹកកកការមើលឃើញធ្លាក់ដល់0អាភ្លៀងកន្លែងណាដែលឆ្លងកាត់ទឹកកកដៅស្លាប់របស់ធម្មជាតិបានធ្លាក់ចុះហើយនៅពេលនេះនាយកសហករណ៍នៅក្បែរជញ្ជាំងនៅក្នុងការិយាល័យមានភាពកក់ក្ដៅដូចនីតិក្រដៅលក់ថ្លៃជាង10រៀលក្នុង1គីឡូ1ហិកតាទទួលបាន2000គីឡូគឺ20000 1000ហិកតាគឺ20លានហាទូដកថ្លៃដាំចេញថ្ងៃស្អែកខ្ញុំរកប្រាក់ចំណេញសុទ្ធ15លានហាឆេនហ្វុងអញរៀន4ឆ្នាំមនុស្សល្ងងសិភៅដឹងអីការព្យាករណ៍អាកាសធាតុនៅចំពោះមុខលុយពិតប្រាកដព្រះក៏ត្រូវឲ្យផ្លូវខ្ញុំដែរពេលលុយចូលថ្ងៃស្អែកខ្ញុំទៅទិញរថយន្ត Benz មួយគ្រឿងរួចទិញវីឡាធំមួយឲ្យអ្នកក្រុងដែលមើលងាយខ្ញុំឃើញភ្នែកផ្ទាល់អេកមានរឿងអីផ្គររន្ទះរដូវរងាជាសញ្ញាអាក្រក់នេះមិនមែនសម្លេងផ្គត់នេះជាសម្លេងយំរបស់រចនាសម្ព័ន្ធចិត្តដួលនៅមុខរោនកង្ហាខ្ញុំបានឃើញផ្ទាល់ភ្នែកពីគ្រោះមហន្តរាយនេះម៉ោង1រំលងសេតុនហភាពដក15អង្សាសន្ធោសន្ធៅនឹងព្រឹកធ្លាក់ដូចរោមមកបេតុងដែលចាក់ពីលើធ្លាក់យ៉ាងខ្លាំងលើផ្ទះកញ្ចក់1000ហិកតាបើតាមស្តង់ដារកសិកម្មផ្ទះកញ្ចក់ដែលសង់ធំកំពុងដៃកម្ដៅកម្រាស់លើពី 3.0 មីលីម៉ែត្រវាអាចទប់ទល់នឹងព្យុះព្រៅធ្ងន់បានមែនប៉ុន្តែធម្មជាតិជាអ្នកត្រួតពិនិត្យគុណភាពច្បាប់រូបវិទ្យាគឺជាឧបករណ៍ពិនិត្យការពិតដែលមើលមិនឃើញចៅហ្វាយចៅជាអ្នកមានថ្មីដែលលោកដើម្បីយកលុយរាប់លានបន្ថែមពេលសង់រោងបន្ថយដៃថែបស្តង់ដារដោយខុសច្បាប់ទាំងអស់ដូរទៅជាបន្ទះស្ដាងគុណភាពអន់កម្រាស់តែមួយកំពុងដៃគុណភាពអន់ស្ដាងដូចស្លាប់តើអាចទប់ទល់បានយ៉ាងរូបវិទ្យាដាច់ខាតនៃព្រៅទឹកក៏រាប់ពេលបំពង់ដៃស្ដាងដំបងឈានដល់ដែនកំណត់ក៏បាក់បែកពីកណ្ដាលយ៉ាងខ្លាំងឥទ្ធិពលដូមីណូដែលបំផ្លិចបំផ្លាញក៏ចាប់ផ្ដើមនេះមិនមែនគ្រាន់តែផ្ទះកញ្ចក់ពីរបីជាការដួលរលំទាំងស្រុងនៃរោងផ្ទះកញ្ចក់1000រ៉ៃអបព្រះអើយដោយពន្លឺភ្លើងពីសហករណ៍ចៅយូសៃឃើញទស្សនភាពដែលធ្វើឲ្យគាត់តក់ស្លុតអ្វីដែលគាត់មានរោងដែកដែលថាព្រៅធ្លាក់ក៏មិនបាក់ឥឡូវបាត់បង់ទាំងស្រុងមិនអាចទេរោងខ្ញុំផ្លែឈើរ៉េខ្ញុំគាត់ប្រញាប់ទៅរោងដួលរលំដែលនៅជិតដោយដៃទាំងពីរដូចជ្រួតព្រៅក្រាស់និងផ្លាស្ទិកដែលបែកប៉ុន្តែអ្វីដែលធ្វើឲ្យគាត់អស់សង្ឃឹមគឺការដាក់ទុនកម្មរូបវិទ្យាពីធម្មជាតិបាត់បង់ការការពារពីផ្ទះកញ្ចក់និងផ្លាស្ទិកផ្លែឈើដែលធ្លាប់ក្រហមថ្លាស្អាតឥឡូវក្លាយជាដុំរឹងពណ៌ត្នោតខ្មៅគ្មានជីវិតលុយខ្ញុំ20លានរបស់ខ្ញុំហា
ព្រះឲ្យឯងខ្វាក់ភ្នែកហើយឯងចង់សម្លាប់ខ្ញុំអីព្រះមិនខ្វាក់ភ្នែកទេតែឯងទេដែលខ្វាក់ចិត្តបើការពីល្ងាចចំសើស្ដាប់ការប្រមានពីហើយប្រមូលផលភ្លាមមិនត្រឹមតែរក្សាបាន 1500 ចំណេញតែឯងរឹងឥឡូវនេះឯងត្រូវនៅជាមួយសុបិន20លានហើយក៏ស្លាប់ក្នុងរដូវរងានេះជុះព្រិលបក់ពេញមួយពេលព្រឹកព្រលឹមដោយភាពត្រជាក់ខ្លាំងព្រះលើដីភូមិបាយូនព្យុះធំជាងនឹងត្រូវជំរះកានីចុងក្រោយនៅលើគំនរបាក់បែកនេះព្រិលឈប់ហើយពន្លឺព្រឹករដូវរងារំលងពុកលើដីភូមិបាយូនដែលខូចខាតម៉ោង 7 ព្រឹកក្រៅទ្វារសហករណ៍រថយន្តដឹកទំនិញរាប់តែមានស្លាកសញ្ញាផ្គត់ផ្គង់ផ្លែឈើរថយន្តតម្រង់ជួរវែងដូចអ្នកដែលធ្លាប់សង្ឃឹមច្រើនត្រៀមដឹកផ្លែឈើរីថ្នាក់អ្នកទិញផ្លែឈើស្រស់ឥឡូវឈរមើលផ្ទះកញ្ចក់ដួលរលំឃើញផ្លែខ្មៅដោយសារតែផ្លែលួយហូរទឹកជូរញ័រខ្លួនមិនត្រឹមតែអ្នកទិញទេកសិករភូមិប្រកបសឹកគ្រួសារដែលចូលហ៊ុនសហករណ៍អ្នកភូមិកយដំណឹងមកដែរព្រះឲ្យនេះវិនិច្ឆ័យអស់ហើយឃើញលុយមួយឆ្នាំបាត់អស់អ្នកចាស់ខ្លះដួលអង្គុយលើព្រើស្រែកយំយ៉ាងខ្លាំងចៅវាយចៅឯងចេញមកថ្ងៃនេះជាថ្ងៃប្រគល់ទំនិញតាមកុងត្រាផ្លែឈើរីល្អ 1000 ហិកតាឥឡូវឯងឲ្យខ្ញុំផ្លែលួយដូចលាមកតាមកុងត្រាបើគ្មានទំនិញឯងត្រូវសងខ្ញុំ3លានយន្តឯងគិតមើលទៅអ្នកភូមិក៏ខឹងខ្លាំងដែរគាត់ជុំវិញចៅវាយចៅលុយភាគហ៊ុនយើងទៅណានោះជាលុយចិញ្ចឹមគ្រួសារខ្ញុំទាំងមូលប្រឈមមុខនឹងប្រាក់ពិន័យរាប់លាននិងអ្នកភូមិទាមទារបំផុតរបស់ចៅវាយចៅឥឡូវអាក្រក់ជាងស្លាប់3ថ្ងៃទៅពេលអស់សង្ឃឹមមនុស្សខ្លះទទួលយកបើមិនដូច្នោះទេនឹងខំគ្រប់គ្នាដូចឆ្កែឆ្កួតចៅវាយចៅច្បាស់ជាប្រភេទក្រៅគាត់វិលវល់រកផ្លូវស្រាប់តែគាត់នឹកឃើញអ្វីដូចចាប់ចម្បាំងចុងក្រោយផ្ទះផ្លូវយ៉ាងខ្លាំងបងប្អូនឲ្យនេះយកច្រឡំមិនមែនកំហុសខ្ញុំទេចក់រលំផ្លែត្រជាក់ស្លាប់ព្រោះសហករណ៍យើងក្រៅពីមេអារៈដែលគេចាត់រដូវរងាលីនហ្វេងគាត់រៀបរាំងកុំឲ្យមានព្រើខ្ញុំប្រាប់គាត់ឲ្យបើកម៉ាស៊ីនគាត់មិនព្រមទៅនៅតែមកធ្វើរឿងរឹងរូសជាមួយខ្ញុំថាគាត់ចិត្តណាស់លុយនេះឯងត្រូវទៅរកគាត់វិញមិនអាចទេលោកលីនធ្លាប់យកចិត្តទុកដាក់យើងស្គាល់មុខមិនស្គាល់ចិត្តគាត់ច្រណែនខ្ញុំរកលុយបានច្រើនច្រណែនខ្ញុំជាអ្នកយាមទៅទាញអាក្បត់នោះចេញពីបន្ទប់ឧបករណ៍ចៅវាយចៅហាក់ដូចជារកឃើញជនរងគ្រោះស្រាប់តែមានទំនុកចិត្តភ្លាមសោះបន្ទប់ឧបករណ៍ត្រូវបើកទ្វារដែលត្រូវគេរុញបើកយ៉ាងខុសខ្ញុំដើរចេញពីឃ្លាំងត្រជាក់រឿងឆ្កែខំឆ្កែនៅខាងក្រៅខ្ញុំមើលច្បាស់តាមរន្ធខ្យល់លីនហ្វេងឯងគ្មានសតិសម្បជញ្ញៈទេក្នុងនាមជាអ្នកត្រួតពិនិត្យត្រូវស្លាកហេតុអីមិនបើកម៉ាស៊ីនកម្ដៅផ្ទះកញ្ចក់ទុកឲ្យផ្លែរាប់សិបលានត្រជាក់ស្លាប់លោកនាយកចៅសម្ដែងពូកែណាស់មិនទៅធ្វើតារាសម្ដែងអីខាត់ទេនឹងបងប្អូនទាំងអស់គ្នាបើលោកនាយកចៅចង់ថាខ្ញុំកិច្ចពីការងារថ្ងៃនេះយើងនិយាយគ្នានៅមុខគ្រប់គ្នាយកភស្តុតាងមកបញ្ជាក់ចៅយកឆៃហើយម្សិលមិញម៉ោង 7 អ្នកតបង្ខំឲ្យខ្ញុំចុះហត្ថលេខាឯកសារសរសេរច្បាស់លាស់លើក្រដាសខ្ញុំចុះហត្ថលេខាម៉ោង 7 កន្លះយប់ហើយការិយាល័យហូតុនិយមចេញសេចក្តីជូនដំណឹងចាប់ដើមនៅម៉ោង 1 រំលងអគ្រាចាប់ដើមពីម៉ោង 7ចំការនេះស្លាប់ឬរស់តាមច្បាប់គឺមិនតាក់ទងនឹងខ្ញុំមិនតែប៉ុណ្ណោះក្រោយចុះហត្ថលេខាខ្ញុំត្រូវបានសន្តិសុខរបស់ចៅយកឆៃរឹបអូកូនសោនៅក្នុងផ្ទះឧបករណ៍កសិកម្មដែលគេបោះបង់ចោលមួយយប់សោទ្វារគឺគាត់ដាក់ខ្លួនឯងលោកនាយកចៅខ្ញុំចង់សួរមនុស្សម្នាក់ដែលត្រូវអ្នកឃុំខ្លួនដោយខុសច្បាប់តើទៅបើកម៉ាស៊ីនកម្ដៅឲ្យអ្នកដោយរបៀបណាអ្វីចៅយកឆៃឯងឈួតហើយដើម្បីសន្សំប្រាក់ប្រេងមកមិនត្រឹមតែមិនបើកថែមទាំងចាក់សោអ្នកបច្ចេកទេសឥឡូវផ្លែឈើងាប់អស់ហើយឯងនៅមានមុខបោះកំហុសដាក់អ្នកដទៃទៀតទឹកមាត់ខឹងរបស់អ្នកភូមិស្ទើរតែធ្វើឲ្យចៅយកឆៃឡងទឹកមាត់ចៅយកឆៃប្រែជាស្លេកស្លាំងភ្លាមគ្រប់បែបយ៉ាងនឹកស្មានថាខ្ញុំថតរូបទុកមុនចុះហត្ថលេខាប៉ុន្តែគាត់ជាមនុស្សចាស់នៅតែរឹងរូសមិនព្រមសារភាពរូបនេះឯងខ្លាញ់ក្រក់មិនបានទេខ្ញុំដកសិទ្ធិគ្រប់គ្រងឯងម៉ាស៊ីនកម្ដៅនោះឯងធ្វើឲ្យខូចមកប្រកាសជាពេលថ្ងៃឯងមិនអាចឯងទៅធ្វើឲ្យម៉ាស៊ីនមិននៅតែជាកំហុសឯងញ៉ែងចិត្តស្លាប់ហើយនៅតែឆ្មើងខ្ញុំបាត់បង់ក្តីសង្ឃឹមលើមនុស្សក្នុងនេះស៊ូទ្រាំអស់ចិត្តចុងក្រោយមេរៀនពីធម្មជាតិមិនគ្រប់ខ្ញុំនឹងប្រើទិន្នន័យបច្ចេកវិទ្យាទំនើបដើម្បីដាក់គាត់ឲ្យអាម៉ាស់ជារៀងរហូតបងប្អូនមើលឲ្យច្បាស់ម្សិលមិញម៉ោង 10 និងកន្លះម៉ោងក្រោយខ្ញុំត្រូវចាក់សោក្នុងឃ្លាំងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពទទួលបានបញ្ចេញជាបិទដោយបង្ខំម៉ាស៊ីនកម្ដៅម៉ាស៊ូត120គ្រឿងប្រភពត្រូវបានកាត់ផ្តាច់ដោយកានីអ្នកគ្រប់គ្រងហើយនៅក្នុងការកំណត់បិទមុខងារការពីស្វ័យប្រវត្តិសីតុណ្ហភាពកានីអ្នកគ្រប់គ្រងដែលបង្ខំបិទអេក្រង់ដែលចូលគឺនៅក្នុងការិយាល័យនាយករបស់អ្នកលេខទូរស័ព្ទដែលចូលគឺជាលេខផ្ទាល់ខ្លួនរបស់អ្នកឈ្មោះចៅយុឆៃអ្នកផ្ទាល់បានបិទនៅលើអ្នកបានបិទខ្សែជីវិតរបស់ចំការទិន្នន័យមិនចេះកុហកទេវិទ្យាសាស្ត្រមិនទទួលយកកំណត់ហេតុខាងក្រោយប្រព័ន្ធត្រូវបាន encrypt ដោយស្វ័យប្រវត្តិនៅលើម៉ាស៊ីនមេពុកគ្មាននរណាអាចកែប្រែបានទេនេះគឺជាសោក្រមស្លាប់ដែលអ្នកបានចេញដោយខ្លួនឯងចៅយូឆៃលើកដៃចង្អុលមកខ្ញុំស្ទើរតែលោតចេញបបោមាត់ញ័រយ៉ាងខ្លាំងតែមិនអាចនិយាយអ្វីបានទេលោកចៅហ្វាយចៅធម្មជាតិមិនយល់ពីទស្សនៈជំនួយរបស់អ្នកទេហើយក៏មិនទទួលស្គាល់ចរិតអ្នកមានអ្នកគិតថាសន្សំបានប្រាក់ម៉ាស៊ូតរាប់សិបម៉ឺនតែធម្មជាតិយកទ្រព្យសម្បត្តិទាំងអស់របស់អ្នកថ្ងៃនេះប្រាក់ពិន័យរាប់លាននេះទោះអ្នកលក់អស់របស់ក៏ដោយក៏ត្រូវសងឲ្យអស់គ្នាដែរជើងរបស់ចៅយូឆៃគ្មានកម្លាំងទាំងស្រុងដូចធូបមួយដុំលុតជង្គង់យ៉ាងធ្ងន់លើដីព្រើផុកដែលធ្លាប់ក្រអឺតក្រទុំឥឡូវស្លេកស្លាំងគាត់ដឹងថាចប់ហើយចប់សពគ្រប់ហើយរឿងក្តីពិន័យនឹងតាមគាត់ពេញមួយជីវិតថ្ងៃនេះបើឯងមិនឲ្យលុយដកហូររបស់យើងទេអ្នកមិនអាចចេញពីទ្វារនេះបានទេអ្នកភូមិខឹងសម្បានឹងអ្នកទិញដំណាំឡំពាត់ចៅយូឆៃយ៉ាងតឹងបំណុលរាប់លានដោយភ្នំធំមួយចិត្តសង្កត់អ្នកមានថ្មីនេះឲ្យស្លាប់ពេលអ្នករាល់គ្នាគិតថាចៅយូឆៃចប់ហើយរថយន្ត Mercedes Maybach ពណ៌ខ្មៅចូលយ៉ាងអំនួតនៅខាងក្រៅហ្វូងមនុស្សបរិសម្នាក់ស្លៀកអាវរោមសัตว์ពាក់វ៉ែនតាមាសបរិសគុំដើរចុះមកមានមេធាវី2នាក់កាន់កាបូបដើរតាមឃើញបរិសនេះចៅយូឆៃដែលអង្គុយលើដីស្រាប់តែភ្ញាក់ខ្លួនដូចឃើញព្រះពុទ្ធរស់រត់ទៅរកដោយវាទាំងរមៀលលោកស៊ុនជាធំទីបំផុតមកដល់ហើយខ្ញុំមកចិញ្ចាំមើលបរិសឈ្មោះស៊ុននេះដែលលេចមុខភ្លានអារម្មណ៍អាក្រក់ក្នុងចិត្តលោកស៊ុនស្អប់ខ្ពើមរុញដៃចៅយូឆៃចេញឯព្រើលើអាវរោមរុញវ៉ែនតាមាសក្រឡេកមើលហ្វូងមនុស្សដែលកំពុងខឹងសម្បាខ្ញុំខ្លាយហើយនិយាយថាបងប្អូនខ្ញុំគឺក្រុមផ្នែកអភិវឌ្ឍនៃក្រុមហ៊ុនធានធានគីលុយដែលចៅយូឆៃជំពាក់អ្នកកុំបារម្ភដីនេះក្រុមហ៊ុនឆាងធានគីមីចង់បានអ្នករាល់គ្នាស្រែកលោកមេភូមិចាស់ឆ្លើយមុនគេអំពីរោងចក្រគីមីភូមិយើងជាតំបន់កសិកម្មអេកូឡូស៊ីអាចសង់រោងចក្រគីមីបានសូមមើលឲ្យច្បាស់ផ្លែឈើលួយខ្មៅដូចធូបពេញដីសល់អេកូឡូស៊ីអ្វីទៀតនៅក្នុងដៃរបស់នឹងដេញ 1000 រៃនេះសិទ្ធជួលដីរយៈពេល20យើងដាក់ថ្លៃដីនេះ20លានសិទ្ធជួលទាំងអស់ពីគាត់លេខ20លាននេះដូចជាញួរធ្ងន់មួយធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងចៅយួនដែលគិតថាអស់សង្ឃឹមហើយពាក្យ20លាននេះមុខរៀងធាត់ស្លេកស្លាំងរប្រែជាក្រហមដូចជាក្រហមឆ្អៅហាព្រះមិនឲ្យខ្ញុំស្លាប់ទេខ្ញុំមិនទាន់អស់វាសនាទេលោកវាងប្រាក់ពិន័យ3លានមិនមែនអ្វីទេបងប្អូនអ្នកភូមិតិចតួចរបស់ឯងវាមិនមែនជាអ្វីទេបើបានលុយ20លានខ្ញុំនឹងយកលុយគប់សម្លាប់អ្នករាល់គ្នាអាចិនវឹងអាកំរាឯងគិតថាទិន្នន័យពួកអីក៏អាចសម្លាប់ឯងគិតថាចេះវិទ្យាសាស្ត្រដើរក្នុងភូមិនេះដោយឥតខ្លាចចំពោះមុខដើមទុនវិទ្យាសាស្ត្រឯងមិនមែនអ្វីទេទោះផ្លែឈើខ្ញុំងាប់អស់ដីខ្ញុំនៅតែលក់បានថ្លៃ
ខ្ញុំនៅតែជាអ្នកមានបំផុតក្នុងភូមិនៅតែបើកឡានម៉ៃបាក់ខ្ញុំមើលមុខអួតអាងរបស់គាត់កណ្ដាប់ដៃខ្ញុំក្តាប់ជាប់ដោយការដាក់ទោសពីធម្មជាតិត្រូវបានដើមទុនចូលមកហែករនមួយយ៉ាងខ្លាំងឆ្កែចោកដែលជាប់ជ្រុងនេះមិនស្លាប់ទេផ្ទុយទៅវិញវាទទួលបានហើយបង្ហាញថ្មីកាយជាងមុនលោកសុនបើយល់ព្រមហើយយើងចុះកុងត្រាហើយផ្ទេលុយឲ្យបន្តិចចៅយួនទិញដីនេះ20លានមិនតែក្រុមហ៊ុនយើងត្រូវការដីទេសម្រាប់ទាំងនេះរំខានដល់ការចូលវាស់វែងរបស់ក្រុមវិស្វករខ្ញុំឲ្យពេលឯង3ថ្ងៃក្នុងរយៈពេលឯងត្រូវសម្អាតដើមឈើងាប់ទាំងនឹងផ្លែឈើលួយឲ្យអស់កុំទុកសំបីតែស្មីថ្ងៃទៀតបញ្ជូនដីស្អាតហើយដាក់លុយ20លានចូលកានីអញបើសម្អាតមិនអស់ក្នុង3ថ្ងៃកុងត្រាត្រូវសងខ្ញុំ$500,000ជាថ្លៃយកទេលក្ខខណ្ឌនេះចៅយូឆៃស្ងាត់មួយសម្រាមសំណង1000រ៉េនិងផ្លែឈើរីកក៏រាប់ម៉ឺនតោននេះជាការងារធំណាស់បើជួលអេសកាវ៉ាត័រនិងឡានដឹកធំតែថ្លៃពលកម្មនិងថ្លៃយ៉ាងហោចណាស់ត្រូវចំណាយ1ហើយ3ថ្ងៃមិនដឹកអស់ទេចៅយូឆៃជាមនុស្សកំណាញ់មិនព្រមចេញពី2លាននោះទេចំណាយជាង100,000ដើម្បីសម្អាតគាត់បង្វិលភ្នែកមួយជុំស្រាប់តែលើមុខធាត់របស់លេចចេញស្នាមញឹមអាក្រក់លោកសុនកុំបារម្ភគ្រាន់តែ3ថ្ងៃសម្អាតខ្ញុំទទួលបន្ទុកខ្ញុំធានា3ថ្ងៃទៀតដីស្អាតសូម្បីតែស្មៅក៏គ្មានដល់ដែរទូរស័ព្ទទៅលោកឈៀនធំក្នុងក្រុងភ្លាមឲ្យគាត់យកទឹកគីមីទាំងអស់ពីឃ្លាំងមកឲ្យខ្ញុំពីឈ្មោះជាងឡាវនិងទឹកគីមីភ្នែកខ្ញុំស្រវាំងភ្លាមក្នុងនាមជាកសិករខ្ញុំដឹងច្បាស់ថាជាងឡាវជាមនុស្សបែបគាត់ជាអ្នករត់ពន្ធគីមីហាមឃាត់អ្នកលក់ថ្នាំពុលខ្លាំងគ្មានមុនសកាហើយទឹកគីមីដែលគាត់ថាពិតជាថ្នាំពុលស្មៅលីអាស៊ីតខ្លាំងនិងសារធាតុខ្សោះជាទឹកចៅយូឆៃអេងឈួតឯងចង់ធ្វើអេងចង់បាញ់ថ្នាំពុលលើផ្លែឈើលួយរាប់ម៉ឺនរួចដុតចោលមែនទេអញ្ចឹងក៏អញ្ចឹងចៅយូឆៃឆ្មើងឆ្មៃដល់បារីស៊ីកាពីហោប៉ាផ្សែងចេញដឹកសម្រាមថ្លៃណាស់ខ្ញុំទិញទឹកហ្វូស៊ីល100ធុងតម្លៃប៉ុន្មានគ្រាន់តែបាញ់ចោះទាំងផ្លែទាំងរើមួយថ្ងៃរៀងស្ងួតអស់ហារួចចាក់សាំងដុតមួយភ្លើងស្អាតនេះហៅថាបច្ចេកលឿនល្អសន្សំ3ថ្ងៃសម្អាតដីពិតប្រាកដឯងកំពុងប្រព្រឹត្តបទកំពុងសម្លាប់ដីនេះភូមិបាយ័នរាប់រយគ្រួសារតែផឹកទឹកក្រោមដីឯងធ្វើបែបនេះដើម្បីប្រយោជន៍ផ្ទាល់ដើម្បីសន្សំលុយសម្អាតបន្តិចឯងចង់កាត់ផ្តាច់អនាគតអ្នកភូមិទាំងមូលឬចៅយូឆៃបើឯងហ៊ានបាញ់ថ្នាំយើងនឹងតាំងជាមួយឯងតាំងឯងយកអីមកតាំងជាមួយខ្ញុំកុងត្រាសរសេរច្បាស់លាស់សិទ្ធិកាន់កាប់ដីនេះនៅក្នុងដៃខ្ញុំចៅយូឆៃខ្ញុំចង់ធ្វើអីក៏បានឈិនហ្វឹងកុំស្មានថាចេះនិយាយធំហើយខ្លាចជាវីរៈបុរសរថយន្តថ្នាំពុលរបស់ខ្ញុំមកខ្ញុំចង់មើលថាមាត់ឯងខ្លាំងប៉ុណ្ណាថ្នាំសម្លាប់ស្មៅរបស់ឯងខ្លាំងជាងអ្នកណាហ៊ានរារាំងឯងខ្ញុំនឹងបាញ់វាទាំងអស់គ្នាធម្មជាតិដាក់ទោសគាត់យ៉ាងធ្ងន់ធ្ងរតែមិនអាចពន្លត់ភ្លើងលោភៈក្នុងចិត្តគាត់បានទេក្រោមការលបួងនៃថ្លៃឈ្នួល20លានចៅយូឆៃខ្លាចជាមនុស្សម្នាក់តែមិនគិតពីមធ្យោបាយគាត់មិនត្រឹមតែចង់គេចតែចង់ទាញបរិស្ថានភូមិបាយូឲ្យស្លាប់តាមគាត់ខ្ញុំមើលមុខវាដែលឈួតលីលាននោះដកដង្ហើមធំមួយបង្ខំចិត្តឲ្យស្ងប់ហើយប៉ូលីសស៊ើបអង្កេតរបស់ក្រសួងបរិស្ថានត្រូវការពេលយូរមិនទាន់ពេលវេលាដើម្បីបញ្ឈប់ទេដែលនឹងចូលទីតាំងបីដោះស្រាយជាមួយមនុស្សអាក្រក់បែបនេះត្រូវតែប្រើវិធីដែលតឹងជាងបច្ចេកវិទ្យាទំនើបដែលមិនសម្រេចដាច់ក្តីស្រមៃរបស់គាត់ពីស្គលចៅយូឆៃឯងគិតថាមានកុងត្រាដីហើយឯងអាចធ្វើអ្វីតាមចិត្តបើឯងចូលចិត្តភ្នាល់ហ៊ានភ្នាល់ធំជាមួយខ្ញុំទេភ្នាល់ហាឈិនឯងជាសិស្សក្រីក្រតែមិនមានសំបីតែប៉ុណ្ណោះយកអីមកភ្នាល់ជាមួយខ្ញុំទេភ្នាល់លើលុយ20លានដែលឯងខ្វល់ខ្វាយជាងគេឯងមិនចង់បានដីស្អាតក្នុងរយៈពេល3ថ្ងៃទេខ្ញុំមិនត្រូវការលុយសម្អាតពីឯងទេក្នុងរយៈពេល3ថ្ងៃខ្ញុំមិនត្រឹមតែធ្វើដូចផ្លែឈើលួយរាប់ម៉ឺនតោនឲ្យស្អាតតែអាចធ្វើឲ្យដីនេះរស់ឡើងវិញបើខ្ញុំធ្វើបានកុងត្រាដីនៅក្នុងដៃឯងត្រូវផ្ទេរទៅសហគមន៍ភូមិដោយគ្មាននេះជារបស់ភូមិបាយូនបើខ្ញុំធ្វើមិនបានបើធ្វើឲ្យឯងខកខានប្រគល់ដីពីនៃ3លានខ្ញុំឈិនវឹងនឹងសងផ្ទាល់ត្រឹមតែប៉ុណ្ណឹងខ្ញុំនឹងចាក់ចេញពីភូមិឯងចង់បាញ់ថ្នាំពុលឬដុតភ្នំយ៉ាងខ្ញុំមិនខត់អ្នកទេចេញជូគង់ឯងឈួតហើយហាចេញហ្វុងនេះឯងរករឿងខ្លួនឯងហើយចៅយូឆៃភ្នែកភ្លឺភ្លាមធម្មជាតិលោកធ្វើឲ្យគាត់មិនអាចបដិសេធរឿងល្អដូចផ្លែឈើធ្លាក់ពីលើផ្លែឈើរៃរាប់ម៉ឺនតោនដែលរលួយនឹងដែកកិច្ចចោលគំនរធំមិនថា3ថ្ងៃទេគាត់រថយន្តជីក10គ្រឿងធ្វើមួយសប្តាហ៍ក៏មិនអស់ដែរកន្លែងជន់បត់ដាច់ស្រយាលនេះសម្រាប់ស្មៅពុលដុតចោលទេមិនអាចបញ្ចប់ការសម្អាតដី3ថ្ងៃបានទេលោកសុនលោកមកពីក្រុងថ្ងៃនេះសូមលោកធ្វើសាក្សីចុះកិច្ចព្រមព្រៀងនេះខ្ញុំចង់ឃើញឯងស្លាប់3ថ្ងៃក្រោយខ្ញុំសើចត្រជាក់មួយចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងរងពីរុស្ស៊ីទោះចុះកិច្ចព្រមព្រៀងភ្នាល់ហើយចៅយូឆៃជាមនុស្សគ្មានព្រំដែនដើម្បីលុយមិនអាចអង្គុយរងចាំ3ថ្ងៃទេហឹមរថយន្ត2គ្រឿងដឹកធុងផ្លាស្ទិកខ្មៅពេញមានក្លិនគីមីខ្លាំងបើកមកដល់យ៉ាងក្រអឺតពុកចំការសហករណ៍លោកចៅទឹកគីមី100ធុងនៅទីនេះលោកឈន់ធំទេសចំហៀងរថយន្តញឹមពេញមុខចៅយូឆៃដើរមកពុះធំងើយចិញ្ចាំដាក់ខ្ញុំចេញហ្វុងកិច្ចព្រមព្រៀងចុះហើយប៉ុន្តែខ្ញុំគិតពិចារណាយប់យូរមានរឿងបើសិនឯងរត់ចោលស្រុកក្រោយ3ថ្ងៃខ្ញុំទៅរកលុយ300,000ពីអ្នកណាគឺដើម្បីកុំឲ្យ20លានរបស់ខ្ញុំខាតខ្ញុំសម្រេចចិត្តធ្វើពីផ្លូវលោកឈៀនឲ្យពលករយកឧបករណ៍មកបាញ់ឲ្យខ្ញុំភ្លាមបាញ់រួចចាក់សាំងដុតចំការនេះឲ្យស្អាតបងប្អូនដីនេះបើខូចដោយទឹកពុលកូនចៅយើងផឹកអ្វីថ្ងៃនេះទូស្លាប់ក៏សុខមិនឲ្យគេឆ្លងកាត់ផងមែនទេសន្តិសុខបណ្ដេញពួកអ្នកភូមិនេះចេញមេភូមិឲ្យអ្នកទាំងអស់គ្នាថយក្រោយចៅយូឆៃខ្ញុំហ៊ានចុះកិច្ចព្រមព្រៀងជាមួយឯងខ្ញុំដឹងជាមុនហើយមនុស្សប្រភេទអ្នកមិនចេះគោរពច្បាប់សីលធម៌ទេធម្មជាតិមានច្បាប់របស់វាវិទ្យាសាស្ត្រមានទុនកម្មរបស់វារួមជាមួយសម្លេងម៉ាស៊ីនខ្លាំងដូចហ្វូងឃ្មុំចេញពីសម្បុកនៅលើដំបូលរៀបស្មើជាន់ទី2នេះស្រាប់តែមានវត្ថុធំ10ឡើងលើអាកាសនោះមិនមែនជាយន្តហោះគ្មានមនុស្សបែបជាយន្តហោះគ្មានមនុស្សបែបថ្មីពីវិទ្យាស្ថានប្រភេទធុនធ្ងន់50យន្តហោះគ្មានមនុស្សរបស់យន្តហោះគ្មានមនុស្សបែបនេះមួយតែព្យួរធុងទឹកសម្ពាធពណ៌ស្ថុំនេះជាអីយន្តហោះគ្មានមនុស្សបែបទាំងនោះស្ថិតក្រោមការគ្រប់គ្រងដូចជាអ្នកយាមអាកាសតម្រង់ជួយយ៉ាងច្បាស់លាស់ពីលើចំការផ្លែឈើ1000ហិកឯងចង់ដុតបំផ្លាញចំការមែនទេអញ្ចឹងខ្ញុំនឹងធ្វើឲ្យឯងខាតបង់ពីក្រោមខ្ញុំប្រញាប់រុញដងបាញ់ថ្នាំលើឧបករណ៍បញ្ជាយន្តហោះគ្មានមនុស្សបើកធនបាញ់លើពុះបើក្នុងពេលតែមួយពណ៌ខៀវស្រាលដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំងចុះពីកម្ពស់រាប់សិបម៉ែត្រយ៉ាងស្មើគ្នាគ្រប់ដណ្ដប់ពេញចំការផ្លែឈើទាំងមូលភ្លាមហាអស់សំណើចណាស់ហាខ្ញុំស្លាប់ហើយ
ឯងឈួតហើយមែនទេចង់យកទឹកលាងផ្លែឈើលួយទាំងនេះឲ្យទឹកគីមីរបស់ខ្ញុំតែជាអាស៊ីតគីមីដែលមានកំហាប់ខ្ពស់ទឹកវាឆេះកាន់ចាំខ្ញុំចាក់សាំងអញបាញ់ទឹកប៉ុន្មានក៏គ្មានប្រយោជន៍ដែរលោកធំកុំខ្វល់ឲ្យហ៊ានហុំហាមថ្មីបើកំភ្លើងបាញ់ទឹកសពូខ្មៅមានក្លិនស្អុយចេញមកបាញ់ផ្ទាល់ទៅលើអ្វីដែលគ្រប់ដោយពណ៌ខៀវស្រាលលើផ្លែឈើលួយដែលសើបន្ទាប់មកចៅយោឆាយញឹមហើយបើកដបទឹកសារធាតុចាក់សាំងពីដបពីលើរួចឆេះភ្លើងពីក្នុងដៃយ៉ាងក្រអឺតក្រទោះបោះចូលទៅក្នុងចំការយ៉ាងខ្លាំងរៀបចំខ្លួនទទួលលុយ20លានរបស់ខ្ញុំទៅអ្នកភូមិទាំងអស់ខ្លាចយកដៃបិទភ្នែកខ្លាចឃើញភ្លើងឆេះយ៉ាងធំភ្លើងធ្លាក់ចំកន្លែងជីនម៉ានលើគំនរផ្លែឈើលួយដែលលីថ្នាំពុននឹងភ្លើងឆេះធំដោយការស្មានមិនបានកាត់ឡើងភ្លើងស្រាលប៉ះដីភ្លាមដូចជាប៉ះជញ្ជាំងទឹកកកដែលមើលមិនឃើញសូម្បីតែផ្កាភ្លើងមួយក៏មិនទាន់ផុសឡើងដែរភ្លាមក៏រលត់ទៅវិញមិនត្រឹមតែមិនឆេះទេអាស៊ីតខ្មៅដែលធានធំបាញ់ចុះទឹកគីមីពេលប៉ះយន្តហោះគ្មានមនុស្សបើពីបាញ់ពុះរាវពណ៌ខៀវស្រាប់តែមានសម្លេងស៊ីស្អោយ៉ាងខ្លាំងក៏ចេញពុះជាច្រើនត្រឹមតែ10ប៉ុន្មានវិនាទីក្លិនស្អុយក៏បាត់ទៅរឿងនេះមិនអាចទៅរួចទេស្នាមញឹមរបស់ចៅយោឆៃក៏ភ្លាមគាត់មិនជឿក៏យកភ្លើងមួយទៀតចេញបោះភ្លើងចូលដេកយ៉ាងឆ្កួតតែភ្លើងរលត់ទាំងអស់ស៊ីរួចបន្លត់សំបីតែស្មៅស្ងួតមួយដើមក៏មិនហេតុអ្វីបានជាឆេះមិនដឹងសាំងរបស់អ្នកខ្លាំងមែនទេរឿងឆ្កួតនេះសាំងសុទ្ធលេខ92របស់លោកហុងធំក៏ភ្ញាក់គាត់អង្គុយចុះមើលទឹកពុលដែលពុះដូចឃើញខ្មោចកណ្ដាលថ្ងៃលោកចៅហ្វាយចៅកុំខំប្រឹងឥតប្រយោជន៍យន្តហោះបាញ់មិនមែនទឹកធម្មតាទេនេះជារបស់វិទ្យាស្ថានកសិកម្មថ្នាំបំបែកជីវសាស្ត្រអាល់កាឡាំងហើយលីអង់ស៊ីមសកម្មល្អបំផុតថ្នាំពុលរបស់អ្នកមានជាតិអាស៊ីតខ្លាំងរៀនថ្នាក់ទី7ហើយដឹងថាអាស៊ីតនិងថ្នាំបំបែកខ្លាំងរបស់ខ្ញុំពេលប៉ះភ្លាមបានយកថ្នាំពុលអាស៊ីតខ្លាំងខ្លាយជាអំបិលនិងទឹកគ្មានចំណែកអង់ស៊ីមការពារភ្លើងរបស់អ្នកនឹងបង្កើតស្រទាប់មួយលើផ្ទៃវត្ថុដែលអាចជាខ្សែទឹកបិទអុកស៊ីសែនទោះអ្នកយកឌីណាមិតមួយតោនមកនៅក្នុងចំការនេះក៏មិនអាចឆេះឡើងបានដែរវិទ្យាសាស្ត្រមិនត្រឹមតែឈ្នះភាពល្ងងខ្លៅថែមទាំងបំផ្លាញផែនការដុតដីរបស់ចៅជាផែនការអាក្រក់កន្លែងទាំងមូលស្ងាត់ដោយបន្ទាប់មកស្រែកហូរលាន់ដល់ត្រចៀកល្អណាស់ចាំមើលអញមានថ្នាំពុលមិនអាចបាញ់បានអីក៏ដោយអញនឹងចាំអញ3ថ្ងៃតាមកិច្ចសន្យាផ្លែឈើលួយរាប់ម៉ឺនតោននឹងដៃខូចពេញដីគ្មានម៉ាស៊ីនធំមើលអញ3ថ្ងៃដឹកដោយរបៀបណា3ថ្ងៃក្រោយមិនប្រគល់ដីទេអញត្រូវសងអញ300,000យន់ប្រាក់ពីណីពេលនោះអញនឹងជីកដីនេះលក់ឲ្យរោងចក្រគីមីចៅយោឆៃទាត់ភក់យ៉ាងខ្លាំងរួមជាមួយសន្តិសុខនិងលោកហុងចូលឡានយ៉ាងអាម៉ាស់រត់គេចខ្លួនមើលគាត់ដើរចេញទៅសំឡេងស្រែកអបអររបស់អ្នកភូមិក៏ស្ងប់ស្ងាត់បន្តិចម្ដងតែទៅជាកង្វល់យ៉ាងជ្រាលជ្រៅមិនហើយដុតមិនបានដីបានសង្គ្រោះតែដីដែលលាតសន្ធឹងតែផ្លែឈើលួយរាប់ម៉ឺនតោនតែធ្វើម៉េចឲ្យបាត់ក្នុង3ថ្ងៃលោកភូមិដឹកវិទនាធម្មជាតិមិនទុកសម្រាមទេគឺទ្រព្យសម្បត្តិដែលគេដាក់ឃុំកន្លែងឥឡូវខ្ញុំនឹងប្រើពេល3ថ្ងៃធ្វើមន្តអាគមឲ្យអ្នករាល់គ្នាឃើញបំបត្តិផ្លែឈើលួយរាប់ម៉ឺនតោននេះប្រែក្លាយទៅជាមាសរាវដែលមានតម្លៃរាប់សិបលានមាសរាវលោកចិនតើលោកខឹងរហូតភ្លេចស្មារតីហើយផ្លែឈើលួយនេះក្រៅពីតាក់ទាញរយតើវាមានប្រយោជន៍អីទៀតលោកភូមិភាគវិទ្យាសាស្ត្រមិនជឿទឹកភ្នែកទេជឿតែទិន្នន័យនិងច្បាប់ខ្ញុំដើរទៅដល់គំនិតខ្មៅរលួយដូចធប់អង្គុយចុះដោយមិនខ្ពើមខ្ញុំយកកម្រាមដៃទៅប៉ះលើកមកមើលពីមូលហេតុដែលផ្លែឈើនេះថ្លៃព្រោះនៅក្នុងសាច់វាមានសារធាតុអង់តូស៊ីយ៉ានីនជាស្ករវីតាមីន K និងសារធាតុរ៉ែច្រើនទោះបីវាបែកដោយសារតែជាងកោសិកាកើតជាតិអាស៊ីតគ្មានអុកស៊ីសែនមើលទៅដូចជាគំនរសម្រាមស្អុយខ្ញុំក្រោកឈរលេខមើលជុំវិញដោយភ្នែកមុតតែតាមទស្សនៈជីវគីមីនេះសារធាតុចិញ្ចឹមរាប់ម៉ឺនតោននៅក្នុងដីវាគ្រាន់តែខ្វះសារធាតុជំរុញមួយប៉ុណ្ណោះខ្ញុំងាកទៅរកឡានរបស់ខ្ញុំយកចេញពីប្រអប់ដាក់ខាងក្រោយដោយប្រយោគប្រអប់ដែកមួយដែលមានប្រព័ន្ធគ្រប់គ្រងសេនេះជាគំរូសម្ងាត់ដែលខ្ញុំសុំពីវិទ្យាស្ថានកសិកម្មព្រឹកនេះទើបតែដឹកតាមរថយន្តដែលបានបញ្ជូនមកភ្លាមក្រុមបាក់តេរីបាស៊ីឡូសស៊ូបទីលីសលេខ9ក្រោមពន្លឺថ្ងៃរាវពណ៌ខៀវស្រាលលឺរលោងដោយសារបច្ចេកវិទ្យាជីវសាស្ត្រទំនើបនេះជាបាក់តេរីកម្រិតខ្ពស់ដែលត្រូវបានបង្កើតសម្រាប់ផ្លែឈើផ្អែមបើយើងរំលាយបាក់តេរីនេះហើយបាញ់ដោយយន្តហោះគ្មានមនុស្សបើករួចគ្រប់ដោយផ្លាស្ទិកខ្មៅធ្វើការបំបែកដោយគ្មានអុកស៊ីសែនត្រឹមតែ78ម៉ោងផ្លែឈើលួយនឹងទឹកជូរទាំងនេះត្រូវបានមីក្រូរារៀងក្លេបបំបែកនិងបំផ្លាញខ្លាយទៅជាសារធាតុពណ៌ធម្មជាតិកម្រិតខ្ពស់ជីរាវអង់ស៊ីមផ្លែឈើជីនេះនៅលើទីផ្សារមួយតោនថ្លៃដល់ 20,000 តម្លៃ 20,000 រៀលផ្លែឈើលួយនៅក្នុងដី 1,000 ហិកតាថាមានជាង 1,000 តោនអាចប្រែក្លាយទៅជាជីមានតម្លៃ 20 លានទេមិនត្រឹមតែគ្រប់ដណ្ដប់ប្រាក់ពីនៃ 3 លានទេថែមទាំងអាចធ្វើឲ្យភូមិពុកមានសំណាងបានយ៉ាងច្រើនតែនេះស្ដាប់ទៅដូចជារឿងនិទានឆ្កួតចាំអីដីនេះរលួយអស់ហើយយើងសាកល្បងមើលដូចជាព្យាបាលលោកចិនតើលោកចង់ធ្វើយ៉ាងម៉េចអ្នកភូមិទាំងអស់ស្ដាប់តាមលោកអូខេខ្ញុំចាប់ផ្ដើមដាក់ពង្រីកក្នុងរយៈពេល72ម៉ោងបន្តជាការប្រណាំងជាមួយពេលមីក្រូទូសជាមួយអតិសុខុមប្រានថ្ងៃដំបូងខ្ញុំលីវីយ៉ាងច្បាស់យន្តហោះដ្រូនធំ10គ្រឿងបាញ់ពូបាក់តេរីលេខ9បាញ់ឲ្យស្មើលើគ្រប់ជ្រុងនៃចំការបន្ទាប់មកអ្នកភូមិរាប់រយអ្នកចូលរួមគ្នាខ្ញុំទាញភួយខ្មៅក្រាស់ចេញហើយគ្រប់ដណ្ដប់ដីទំហំ 1,000 ជិតស្និទ្ធដូចគ្នាមើលពីចម្ងាយចំការស្បឺរីដែលធ្លាប់តែជាសមុទ្រខ្មៅស្ងាត់ជ្រុងហើយនៅគែមសមុទ្រខ្មៅនេះខ្ញុំបានបោះតង់តូចមួយដាក់ពេញឧបករណ៍វាស់សីតុណ្ហភាពក្រដាសនិងមីក្រូស្កូបការគ្រប់គ្រងសីតុណ្ហភាពគឺសំខាន់ណាស់មានតែធ្វើឲ្យសីតុណ្ហភាពដល់សីតុណ្ហភាពមាស38អង្សានិងបំបែកខ្លួនយ៉ាងលឿនបំផ្លាញបាក់តេរីដែលបង្កក្លិនស្អុយ48ម៉ោងដំបូងគឺពិបាកដោយសារការបន្ថយសីតុណ្ហភាពក្រោមទាំងផ្លាស្ទិកមិនឡើងទេក្លិនជូរអែមនោះហុយចេញពីភួយធ្វើឲ្យភូមិទាំងមូលពេញទៅដោយក្លិនអស់សង្ឃឹមលោកចេនថ្ងៃនេះជាថ្ងៃទី2ហើយអីកាន់តែស្អុយឆ្នាំវេទមន្តរបស់ឯងវាដំណើរការតែភូមិចាស់ដើរកាត់តង់រាល់ថ្ងៃសំឡេងដកដង្ហើមធំរីឯចៅយូរាល់ថ្ងៃគាត់បើកឡានម៉ាយបាក់របស់គាត់ឈប់នៅមាត់ភូមិឲ្យតាន់ពេលឯងកំពុងគ្រប់អីនៅទីនេះនៅសល់តែ24ម៉ោងពេលដល់ម៉ោងកំណត់ឯងនឹងយកមេធាវីនិងកិច្ចសន្យាមកយកដីបើឯងអត់មាន3លានឯងនឹងឲ្យឯងលុតជង្គង់នៅមុខអ្នកភូមិទាំងអស់ក្បាលហើយតាចាស់ប្រឈមមុខនឹងការខឹងសម្បាររបស់គាត់គ្រាន់តែសម្លឹងមើលម៉ូនីខ្សែកង់សីតុណ្ហភាពនៅលើអេក្រង់ចិត្តហើយខ្ញុំក្តាប់ដៃយ៉ាងតឹងការផ្លាស់ប្ដូរកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី3យប់នោះខ្ញុំដោតប្រដាប់ស្ទង់ចូលរួនក្រោមភួយពួកវាចាប់ផ្ដើមវាបកក្នុងកែវមីក្រូស្កូបខ្ញុំអាចមើលឃើញយ៉ាងច្បាស់បាក់តេរីរៀងធ្លាប់នៅស្ងៀមបានភ្ញាក់ឡើងវិញទាំងសារចំនួននិងការកែប្រែសែនចាប់ផ្ដើមលើផ្សិតរលួយពណ៌ត្នោតខ្មៅទាំងនោះពួកវាលេបត្របាក់អ្វីទាំងអស់
ពេញមួយថ្ងៃបន្ទាប់អច្ឆរិយៈចាប់ផ្ដើមកើតឡើងក្រោមភួយដោយស្ងាត់ស្ងៀមភួយខ្មៅទំហំ1000រៀបដូចជាសួតយៈដែលកំពុងដកដង្ហើមដោយសារតែឧស្ម័នខាងក្នុងពីការបំបែកវាប៉ោងឡើងអ្វីដែលគួរឲ្យភ្ញាក់ពេលល្ងាចថ្ងៃទី3ដល់ពេលបញ្ចប់កិច្ចសន្យានៅសល់2ម៉ោងចុងក្រោយរាលដាលពេញភូមិបាយយូដែលគួរឲ្យចង់ក្អួតនៅលើមេឃស្អុយក៏បាត់ទៅវិញដូចអភូតជំនួសមកវិញដោយក្លិនពិសេសមួយអែមឈ្ងុយដូចផ្លែឈើដូចជាស្រាជាតិថ្នាក់ខ្ពស់ដែលមានអាយុច្រើនឆ្នាំបញ្ចេញក្លិនដ៏តាក់ទាញម៉ោង5ល្ងាចថ្ងៃលិចក្រហមចៅយូឆៃនាំលោកស៊ុនពីក្រុមហ៊ុននិងមេធាវី2អ្នកស្លៀកឈុតមកដល់ទាន់ពេលយ៉ាងក្រអឺតក្រទុំទៅទីលានសហករណ៍ចេនហ្វុងអស់ពេល3ថ្ងៃហើយតាដេរបស់ឯងនៅណាខ្ញុំឃើញតែក្រណាត់ខ្មៅដេកពីពេញអីអញចង់យកក្រណាត់រហែកមកបោកក្រុមហ៊ុនលោកស៊ុននឹងដកប្រាក់ពីនៃ3លានចេញហើយឯងក៏ត្រូវចាក់ចេញពីបាយយន្តហ្វនដេនេះខ្ញុំនឹងប្រគល់ឲ្យលោកស៊ុនសង់រោងចក្រគីមីចៅយូឆៃមានមោទនភាពគាត់ហាក់ឃើញលុយ20លានចូលកាន់នេះហើយខ្ញុំឆ្កែវង្វេងត្រូវគេបណ្ដេញចេញពីភូមិខ្ញុំដើរចេញពីតង់កាន់កន្ត្រៃមុតស្រួចមួយខោឲ្យខ្ញុំមកខ្វាក់បន្តិចភ្នែកក្រហមដោយសារគេបន្តែក្នុងខ្ញុំនៅត្រង់ដដែលជ្រុងមាត់ញឹមជ័យជំនះលោកចៅប្រញាប់អីពេលវេលាមិនទាន់អស់ទេធម្មជាតិពិតជាគ្មានមេត្តាប៉ុន្តែវាចូលចិត្តអ្នកដែលចេះគោរពវានឹងប្រើច្បាប់វិទ្យាសាស្ត្ររបស់វាខ្ញុំហុចកន្ត្រៃទៅឲ្យតាសំឡេងខ្លាំងដូចកណ្ដឹងបន្លឺពេញកន្លែងលោកព្រឹទ្ធាចារ្យហើយផ្លាស្ទិកឲ្យអ្នករាល់គ្នាមើលតើមាសរាវពិតប្រាកដជាអ្វីតាចាស់ភូមិកាត់ផ្លាស្ទិកដោយកម្លាំងបរោះខ្លាំងជាច្រើនចូលមកហើយក្រណាត់ខ្មៅក្រាស់ទៅក្រោយពេលក្រណាត់ត្រូវបានហែកក្លិនក្រអូបខ្លាំងមួយមានពន្លឺដូចពណ៌អំពិលក៏ហុយឡើងភ្លាមគ្មានភពខ្មៅស្អុយដូចមុនទេគ្មានក្លិនជូរចត់អ្វីដែលឃើញនៅមុខអ្នករាល់គ្នាវាជាវត្ថុរៅក្រាស់ខ្លាំងមានពណ៌ត្នោតដ៏តាក់ទាញបញ្ចេញក្លិនផ្លែឈើដ៏ឈ្ងុយឆ្ងាញ់កណ្ដាលរាវដែលមានក្លិនបំបែកគាត់ជាអ្នកជំនាញមកនិងអ្នកគ្រប់គ្រងទិញពីរោងចក្រជីធំរត់ដួលរលំរហូតដល់មាត់ចំការធ្វើឲ្យវ៉ែនតារបស់គាត់ធ្លាក់ដល់គេយកឧបករណ៍ចល័តម៉ាស៊ីនវាស់ធាតុដានដោតចូលក្នុងដុំជីសារធាតុត្រីរាងក្លើសពី80អាស៊ីតខ្សោយល្អឥតខ្ចោះមានសារធាតុហ៊ូឈីងធម្មជាតិខ្ពស់និងអាស៊ីតអាមីណូពីប្រេងនេះជាទឹកអង់ស៊ីមផ្លែឈើសុទ្ធធម្មជាតិកម្រិតខ្ពស់បំផុតជីល្អដែលរកទិញនៅផ្សារមិនបានលោកវិស្វករជារាវនេះក្រុមហ៊ុនយើងយកទាំងអស់មួយតោនខ្ញុំឲ្យ20000អត់ទេនេះជាផ្លែឈើហ៊ូឈីងក្រុមហ៊ុនយើងឲ្យ30000ចុះកងត្រានៅទីនេះទេលុយភ្លាមចាត់រថយន្តមកបូមដោយខ្លួនខ្ញុំដាក់32000បងសាច់ប្រាក់មេភូមិនិងអ្នកភូមិភ្ញាក់ផ្អើលគេមើលទៅលើដុំពណ៌ស្វាយត្នោតដែលរីប៉ៃក្នុងក្បាលគិតតែពីតម្លៃដែលធ្វើឲ្យដកដង្ហើម21000តោនជីរាវពីដីជាង1000ហិកតាប្រមាណជាង2000តោនស្មើនឹងលុយជាង60លានចៅយូឆៃកាន់កិច្ចសន្យាជើងទន់ខ្សោយដួលអង្គុយលើដីធុកមុខធាត់របស់គាត់ពេលនេះពោពេញដោយការភ្ញាក់ផ្អើលខ្លាំងដោយការច្រណែននឹងភ័យគាត់គិតថាដីនេះអាក្រក់លក់ឲ្យរោងចក្រគីមី20លានថ្លៃហួសហើយតែពេលនេះតែគាត់ជឿថាល្ងងចំណាយពេល3ថ្ងៃទឹកខៀវរាប់រយបានប្រែក្លាយសម្រាមទៅជាទ្រព្យសម្បត្តិ60លានលោកថៅកែមើលអីចាញ់ត្រូវទទួលសរសេរច្បាស់លាស់ក្នុងរយៈពេល3ថ្ងៃខ្ញុំសម្អាតដីប្រែក្លាយសម្រាមតាមកិច្ចសន្យាដី1000រៃដែលអ្នកមានសិទ្ធិភិតសន្យា20ឆ្នាំត្រូវប្រគល់ឲ្យភូមិបាយយូនដីនេះជារបស់ភូមិបុកពុកប្រគល់កិច្ចសន្យាដីហើយចេញពីភូមិបាយយូនមិនព្រមដីនេះរបស់ខ្ញុំទាំងអស់លុយ60លាននេះរបស់ខ្ញុំទាំងអស់របស់ខ្ញុំចាប់គាត់មិនបាច់ខ្ញុំធ្វើទេភូមិស្រែកខ្លាំងអ្នកភូមិរាប់សិបអ្នកកាន់ចប់នឹងពូថៅឈោជាជាងដែកចាប់ចៅយូឆៃឲ្យនៅស្ងៀមមិនត្រឹមតែអ្នកភូមិទេតែអ្នកទិញដែលទើបតែហៅគ្នាថាបងប្អូនលោកវ៉ាងក៏ដើរមកញឹមដែរចៅយូឆៃកុំមកធ្វើរឿងអស់សង្ឃឹមទីនេះកិច្ចសន្យាភ្នាល់ឯងធ្វើនៅមុខគេទាំងអស់គ្នាមានសុពលភាពផ្លូវច្បាប់ពេញលេញមិនត្រឹមតែដីមិនមែនជាពីនៃ3លានដុល្លារដែលឯងជំពាក់ខ្ញុំត្រូវតែសងទាំងដើមទាំងការប្រាក់ហើយនៅក្បែររថយន្តម៉ៃបាក់ខាងក្រោយចៅយូឆៃលោកស៊ុនពីក្រុមហ៊ុនឆាងធានគីមីមុខកាន់តែអាប់អួរខ្លាំងលោកចៅមើលទៅឯងអត់មានលុយសងទេមិនត្រឹមតែសងអត់បានថែមទាំងចាញ់សិទ្ធិសន្យាឯងនេះកំពុងលេងសើចជាមួយក្រុមហ៊ុនយើងលោកចោលកិច្ចសន្យាតាមលក្ខខណ្ឌបន្ថែមឯងធ្វើឲ្យគម្រោងយើងយឺតមុនថ្ងៃលេខថ្ងៃនេះពីនៃ$500,000ចូលកាន់នេះក៏អត់ទេជួបគ្នាតុលាការលោកស៊ុនលោកវ៉ាងសុំពន្យាពេលប្រហែលថ្ងៃទៀតលោកស៊ុនស្អុយច្រមុះឡើងឡានម៉ៃបាក់ចេញទៅលោកវ៉ាងប្រាប់អ្នកលក់ផ្លែឈើរបស់គាត់របស់ចៅហ្វាយចៅយន្ត BM ដែលដាក់តាំងជាការធានាហុចវិញ្ញាបនបត្រដេញពីភូមិបាយយន្តភ្លាមមិនត្រូវការមនុស្សអាក្រក់ដូចអញទេចៅយោឆៃញាប់ញ័រយកពីកាបូបឯកសារសៀវភៅបដូរដីចេញបោះចោលលើដីរួចនាំអ្នកយាមដែលអស់សង្ឃឹមដូចកណ្ដុរឆ្លងផ្លូវរត់ចេញពីទ្វារសហគមន៍យ៉ាងអាម៉ាស់ពេលល្ងាចនៅទីលានសហគមន៍ភូមិបាយយន្តដុតភ្លើងខ្ញុំតំណាងឲ្យភូមិជាមួយក្រុមហ៊ុនជីសេរីរៀងដែលដេញថ្លៃខ្ពស់បំផុតចុះកិច្ចសន្យាលក់ជាមុនជាផ្លូវការ32,000បរិមាណ2,000 តោនសរុប64លានដុល្លារតាមកិច្ចសន្យាស្អែកព្រឹកម៉ោង8ព្រឹកក្រុមហ៊ុននឹងចាប់រថយន្តធុនធ្ងន់20គ្រឿងរថយន្តដឹកមកភូមិបាយយន្តបូមរាវដាក់ឡានហើយសងលុយគ្រប់ចំនួននៅចេញអ្នកមិនត្រឹមតែសង្គ្រោះដីយើងទេថែមទាំងធ្វើឲ្យភូមិទាំងមូលខ្លាយជាអ្នកមានស្រាមួយកែវនេះខ្ញុំជំនួសភូមិបកជុកជូនអ្នកមេភូមិនេះជាអំណាចវិទ្យាសាស្ត្រនិងការរួមគ្នារបស់បងប្អូនក្នុងពិធីរីករាយខ្ញុំរក្សាភាពស្ងប់ស្ងាត់មួយចៅយោឆៃជាមនុស្សបែបណាលោកភ្លុននិងខូតខើគ្មានសិលធម៌អ្នកដែលចាញ់អស់ទ្រព្យអ្នកដែលជំពាក់បំណុលរាប់លានពិតជាព្រមចាញ់ហើយចេញរត់ចេញយ៉ាងអាម៉ាស់យប់ជ្រៅអ្នកភូមិសប្បាយពេញមួយថ្ងៃគ្នាត្រឡប់ទៅផ្ទះសម្រាប់ពិធីដឹកឡានព្រឹកស្អែកចំការទំហំ1000រៃស្ងាត់ឈឹងដូចគ្មានអ្នកណាមានតែភ្លើងពើពីរបីញ័រតាមខ្យល់ត្រជាក់ម៉ោង2ទៀបជាពេលដែលគេងលក់ស្រួលនិងខ្សោយបំផុតខាងការប្រយន្តដឹកថ្មខ្មៅមួយគ្រឿងធំដែលលើតែសំឡេងម៉ាស៊ីនដូចជាខ្មោចអណ្ដែតរំកិលចូលភូមិផ្កោះតាមផ្លូវធុកក្រោយទៅដល់គែមប្រាសាទសហករណ៍ឃើញច្បាស់ក្រោមពន្លឺព្រះវិជារថយន្ត10គ្មានស្លាកតែពាក់ស្លាកលេខคล้ายៗមនុស្ស2នាក់លោតចុះពីយន្តនាំមុខម្នាក់ភ្នែកក្រហមដូចអ្នកលេងល្បែងឈួតឈ្មោះចៅយូហ្វេជាអ្នកជួញដូរគ្មានសិលធម៌ដែលខ្ញុំដេញចេញឈ្មោះហ៊ុនចាងចៅល្បិចអ្នកពិតជាមុតបើយប់នេះបូមរាវអស់ទឹកទៅលក់នៅផ្សារខ្មៅខេត្តយើងចែកគ្នាពាក់កណ្ដាលនៅសល់ជីវិតទៅក្រៅស្រុកសុខសប្បាយខ្វល់ពីប្រាក់ពីនៃអីជប់និយាយរឿងឥតប្រយោជន៍នេះជាទឹកផ្លែឈើដែលខ្ញុំដាំខ្ញុំយករបស់ខ្ញុំវិញទេគាត់បញ្ជាកូនចៅជាង10នាក់បើកឡានធុងចូលចំការយ៉ាងស្ទាត់ហើយទាញទុយយកបូមវែងរាប់សិបម៉ែត្រមុនពេលភ្លឺត្រូវបូមអស់60លាននេះកុំទុកមួយដំណក់ឲ្យចេញកំបិតមុតកាត់ផ្លាស្ទិកដីក្លិនជូរផ្អែមហុយចេញមកភ្លាមច
ចៅយូឆៃស្រូបយ៉ាងឆ្អែតហាក់ដូចជាឃើញលុយរាប់មិនអស់ហើយវាកំពុងហៅគាត់ម៉ាស៊ីនបូមធំ10គ្រឿងចាប់ផ្ដើមបន្លឺសំឡេងក្រហមរាវពណ៌ស្វាយត្នោតហូរចូលឡានធំយ៉ាងលឿនហាបូមទៅបូមលឿនចេញហ្វងអញខំប្រឹងធ្វើទឹកជូរនេះចុងក្រោយក៏ឲ្យខ្ញុំដែរនេះហើយហៅថាមួយជំហានលើមួយជំហានទៀតខ្ពស់ចៅយូឆៃឈរលើដំបូលសើចយ៉ាងឆ្មើងឆ្មៃប៉ុន្តែសំណាច់អើតរបស់គាត់មិនទាន់រលត់នៅលើប៉មដែកជុំវិញចំការស្រាប់តែបន្លឺសំឡេងរត់ខ្លាំងសំឡេងរត់លួចបន្ទាប់មកភ្លើងស្វែងរកឧស្សាហកម្មរាប់សិបភ្លឺឡើងភ្លាមភ្នំពន្លឺខ្លាំងចាំងភ្នែកបានជាសំណាញ់ពន្លឺដ៏ធំធ្វើឲ្យកន្លែងលួចភ្លឺដូចថ្ងៃអូភ្នែកខ្ញុំមានរឿងអីសំឡេងរត់មកពីណាចៅយូឆៃខ្ញុំចាំអ្នកយូរហើយអ្នកមកទីនេះមិនមែនតែដេកទេខ្ញុំទៅតែនិយាយហើយធម្មជាតិមានច្បាប់របស់វាវិទ្យាសាស្ត្រក៏មានទុនកម្មរបស់វាដែរអ្នកគិតថាខ្ញុំជាមន្ត្រីកសិកម្មចេះតែដាំដំណាំមិនចេះសន្តិសុខប្រព័ន្ធអ៊ីនធឺណិតកសិកម្មទំនើបអាចត្រួតពិនិត្យសីតុណ្ហភាពខ្ញុំអាចផ្ដល់របងអេឡិចត្រូនិកគ្រប់ពេលកាមេរ៉ាសុវត្ថិភាពតាំងពីថ្ងៃដំបូងដាក់កម្រាលដីខ្ញុំបានកប់ឧបករណ៍ចាប់សញ្ញាអ៊ីនហ្វ្រារ៉េតក្រោមដីពេលរថយន្ត10គ្រឿងទម្ងន់រាប់សិបតោនជិះកាត់ព្រំដែនទូរស័ព្ទខ្ញុំបានចេញសញ្ញារ៉ូតកម្រិតខ្ពស់បំផុតរត់ទៅឈប់ជក់បើកឡានរត់សួរប្រព័ន្ធមើលថាព្រមទេជុនហ្វុងអញហ៊ានចាប់ខ្ញុំដាក់គុកដោយធ្វើឲ្យលឿនឃុំខ្លួនខុសច្បាប់ទេនេះហៅថាការពីនៅកន្លែងកើតហេតុជារាវ60លានសញ្ញាផ្ទេរសៀលកម្មសិទ្ធិជារបស់ភូមិសមូហភាពនិងក្រុមហ៊ុននេះហៅថាអំពើហៅថាប្រមូលក្រុមក្មេងទំនើងធ្វើបាត់ពាក់ព័ន្ធនឹងទឹកប្រាក់ទ្រព្យសមូហភាពដ៏ច្រើនដល់ទៅ60លានតែមានសម្លេងរត់ខ្លាំងជាងសម្លេងរត់លួចសម្លេងស៊ីរ៉ានតែខ្លាំងកាន់តែគួរឲ្យតក់ស្លុតភ្លើងប៉ូលីសពណ៌ក្រហមខៀវភ្លឺចាស់ភូមិបាយ័នភ្លាមពេញទៅដោយប៉ូលីសរថយន្តកងរាជអាវុធហត្ថនិងស្នងការដោយទាហានធ្លាក់ពីលើឡោមព័ទ្ធទ្វារសហករណ៍ភ្លាមអ្នកនៅក្នុងនោះស្ដាប់អ្នកត្រូវបានឡោមព័ទ្ធហើយបិទម៉ាស៊ីនភ្លាមដាក់ដៃលើក្បាលអង្គុយចុះអ្នកមិនសហការនឹងទទួលទោសធ្ងន់ប្រឈមមុខនឹងប៉ូលីសប្រដាប់អាវុធពេញខ្លួនពួកក្មេងទំនើងហេស៊ីដួលចុះក្នុងភក់តែម្ដងជើងទន់ខ្សោយភ្លាមគូសក្បាលដល់ដីត្រជាក់មុខធាត់លោភលួនគាត់ប៉ះដីខ្លាំងមុខស្លេកដូចខ្មៅសំណាញ់របស់មេឃមិនរួចពីក្តីគេនឹងត្រូវទទួលទោសធ្ងន់ពន្លឺថ្ងៃរះទីបំផុតបានរំលងភាពអាប់អួរជាច្រើនលើដីភូមិបកគោរថយន្តប៉ូលីសបើកចេញនាំយកចៅយួននិងហុងចាំងទៅរថយន្តប៉ូលីសដែលបាត់ភូមិនៅទីលានស្រែកអបអសាទរខ្លាំងមនុស្សចាស់ខ្លះលុតជង្គង់ដោយរំភើបថាប់ដីដែលស្ទើរតែត្រូវបំផ្លាញធម្មជាតិដាក់ទោសយើងធ្ងន់តែតាមរយៈបច្ចេកវិទ្យាទំនើបផ្ដល់ឲ្យយើងនៅអំណោយដ៏ធំម៉ោង8ព្រឹកព្រលឹមសំឡេងម៉ាស៊ីនរថយន្តខ្លាំងរថយន្តដឹកជិះចំនួន20គ្រឿងពីក្រុមហ៊ុនឆាងឈីងក្បួនរថយន្តដឹកចូលភូមិបកគោយ៉ាងច្រើនម៉ាស៊ីនបូមចាប់ផ្ដើមដំណើរការមាសរាវពណ៌ស្វាយត្នោតដែលមានតម្លៃលើសគេបូមចូលរថយន្តដឹកឥតឈប់ហើយនៅក្នុងការិយាល័យបណ្ដោះអាសន្ននៃសហគមន៍យកផ្នែកទិញរបស់ក្រុមហ៊ុននៅចំពោះមុខអ្នកភូមិទាំងអស់ចុចប៊ូតុងយល់ព្រមលើម៉ាស៊ីនផ្ទេរលុយពេលលេខវែងតែស្ទើរតែមិនគួរឲ្យជឿបង្ហាញយ៉ាងច្បាស់ពេលឃើញក្រដាសបញ្ជីធនាគារនៅដៃតាចាស់ភូមិក្រុមប្រឹក្សាភូមិរំភើបយ៉ាងបងប្អូន6-400លានមិនមែនឲ្យយកទៅខ្ជិះខ្ជីទេយើងត្រូវចងចាំមេរៀនពីព្រឹកធ្លាក់លុយដែលនៅសល់ខ្ញុំនឹងយកទៅសាងឡើងវិញវិស័យកសិកម្មភូមិលើកនេះយើងមិនសង់ផ្ទះកញ្ចក់ខ្សោយទេយើងនឹងសង់ផ្ទះកញ្ចក់ល្អបំផុតក្នុងខេត្តផ្ទះកញ្ចក់គ្រប់គ្រងសីតុណ្ហភាពយើងនឹងដាក់ប្រព័ន្ធត្រួតពិនិត្យអ៊ីនធឺណិតស្វ័យប្រវត្តិដាក់បំពង់កម្ដៅក្រោមដីប្រើដីវិទ្យាសាស្ត្រដាំផ្លែឈើល្អរបស់ភូមិយើងម៉ាក់ផ្លែឈើរីកំពូលអ្នកភូមិរំភើបចិត្តយ៉ាងខ្លាំងពីមុនពួកគេអាចធ្លាប់ស្ដាប់បង្គាប់ចៅយួនធ្វើការងារដែលលំបាកហានិភ័យធំឥឡូវគេឃើញកសិកម្មទំនើបពិតប្រាកដឃើញភ្លើងបង្កើតទ្រព្យដោយបច្ចេកវិទ្យាពេលវេលាកន្លងស្រាប់តែ3ឆ្នាំកន្លងផុតខែក្រោយមកសាលាដំបងខេត្តចេញសារក្រមមកចៅយូយើចុះបទច្បាប់កិច្ចសន្យាយាមដកយកប្រាក់កក់រាប់លានបទបំផ្លាញផលិតកម្មនិងបទលួចទ្រព្យសម្បត្តិសាធារណៈមិនទាន់សម្រេចរួមទោសដាក់ពន្ធនាគារ15ឆ្នាំនិងរឹបអូសប្រាក់ចំណូលខុសច្បាប់ទាំងអស់អ្នកលក់ជីអំបៅចិត្តខ្មៅឈ្មោះដោយសារការលក់ដូរខុសច្បាប់ហាមឃាត់ត្រូវជាប់ពន្ធនាគារ8ឆ្នាំឯភូមិបាយយនវិញបានផ្លាស់ប្ដូរយ៉ាងខ្លាំងរដូវរងានៅខាងក្រៅនៅតែមានខ្យល់ត្រជាក់ខ្លាំងតែនៅភូមិបកឈូកមួយពាន់ដីដែលធ្លាប់ត្រូវបំផ្លាញឥឡូវមានផ្ទះកញ្ចក់ឆ្លាតវៃទំនើបធំដែលប្រើបច្ចេកវិទ្យាទំនើបក្នុងបន្ទប់ក្តៅដោយប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិកំពុងបាញ់ជីវជាតិយ៉ាងច្បាស់លាស់សីតុណ្ហភាពនិងសំណើមត្រូវបានស្មារតីរមៀតដ៏ល្អចាំឈើជើរីរៀបជាជួរពេញទៅដោយផ្លែភ្លឺដូចត្បូងទឹមទំហំផ្លែធំដល់កម្រិត2ជាផ្លែជើរីថ្នាក់លោកចិនមកមើលនេះលឿនឆ្នាំនេះកម្រិតជាតិផ្អែមនិងសាជាតិពណ៌បានបំបែកកំណត់ត្រាឆ្នាំមុនល្អណាស់ហើយរថយន្តដឹកត្រជាក់ចូលមកជើរីល្អរបស់ភូមិយើងយប់នេះនឹងដឹកទៅទីផ្សារលំដាប់ខ្ពស់ទូទាំងប្រទេសឈរលើវេទិកាផ្ទះកញ្ចក់មើលទៅដីដែលពោពេញដោយជីវិតនៅក្រោមជើងមើលមុខអ្នកភូមិដែលញឹមដោយស្មោះព្រោះបានចេះប្រើបច្ចេកវិទ្យានិងស្នាមញឹមពោពេញដោយទំនុកធម្មជាតិគឺខូខើគាត់មិនទទួលស្គាល់លុយមិនទទួលស្គាល់ភាពច្បាប់រូបវិទ្យានិងវិអ្នកពេលអ្នកសប្បាយចិត្តដាក់ទោសដ៏ខូខើបំផុតប៉ុន្តែធម្មជាតិក៏សប្បុរសអ្នកគោរពវាដោយការគោរពត្រូវស្វែងយល់ពីគាត់តាមវិទ្យាសាស្ត្រប្រើដៃឧស្សាហ៍ដើម្បីសម្របខ្លួនទោះនៅលើដីក៏ដែលខូចគាត់ក៏អាចប្រែក្លាយរបស់អាក្រក់ទៅជាអស្ចារ្យអាចដាំផ្លែឈើផ្អែមបំផុតនេះគឺជាការវិនិច្ឆ័យនៃវិទ្យាសាស្ត្រនេះក៏ជាពរជ័យពីផែនដី